បាទជាដំបូងសូមជម្រាបសួរដល់លោកគ្រូលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការគណនា determinant ដោយប្រើម៉ាស៊ីនគិតលេខបាទអញ្ចឹងយើងមើលគេឲ្យយើងគណនា determinant ខាងក្រោមបាទអញ្ចឹងសំណួរ A របស់យើងនេះគឺ determinant លំដាប់2បាទហើយសំណួរ B នេះគឺ determinant លំដាប់3ហើយសំណួរ C របស់យើងនេះគឺ determinant គឺលំដាប់ទី4បាទអញ្ចឹងតាមពិតទៅទាំងអស់សុទ្ធតែមានរូបមន្តនឹងការរកទាំងអស់ determinant ហ្នឹងបាទដូចជាចំណុច A របស់យើងនេះយើងអាចប្រើវិធីគុណខ្វែងដកទៅគឺឃើញហើយបាទហើយ B នេះយើងអាចប្រើតាមវិធានក្បួនសរុបឬក៏តាម minor បាទហើយ C ក៏ដូចគ្នាដែរបាទតែថ្ងៃនេះខ្ញុំចង់បង្ហាញតាមការប្រើការ show ទៅយើងអាចងាយស្រួលក្នុងការផ្ទៀងផ្ទាត់ថាតើការធ្វើរបស់យើងហ្នឹងវាត្រឹមត្រូវឬអត់បាទអញ្ចឹងដើម្បីនេះបានទៅតែទាំងអស់គ្នាហ្នឹងមានការ show ដូចប្រភេទរបស់ខ្ញុំអញ្ចឹងបាទមានមុខងារបែបនេះបាទអញ្ចឹងជាដំបូងយើងបើកការ show រួចហើយបន្តមកយើងចុចទៅកន្លែង set up បាទហើយយើងទៅត្រង់ចំណុចលេខ4បាទគឺ matrix បាទពួកតម្លៃនៃ matrix ហ្នឹងគឺវាជា determinant ហើយបាទអញ្ចឹងយើងចុចឡើងលេខ4បាទហើយបន្តមកខ្ញុំចុចបាទលេខ1អញ្ចឹងខ្ញុំបញ្ចូលជា matrix សិនគឺលំដាប់អានេះបើយើងគិតជា matrix លំដាប់2ខ្វែង2បាទអញ្ចឹងខ្ញុំចុចលេខ2បាទហើយខ្ញុំបញ្ចូលទៅមាន1បាទ7ហើយ4បាទហើយនឹង5បាទអញ្ចឹងខ្ញុំសូម check មើលបន្តិចមើលបាទត្រឹមត្រូវហើយបន្តមកខ្ញុំសូមចុច AC បាទហើយបន្តមកខ្ញុំសុំទៅចូលចំណុច B ទៀតគឺខ្ញុំចូលទៅដាក់ matrix B តែម្ដងបាទអញ្ចឹងខ្ញុំចុចកន្លែង set up ដដែលចុចលេខ4ហើយខ្ញុំយក matrix លេខ2គឺ matrix B បាទហើយអានេះវាលំដាប់បើយើងគិតទៅលើ matrix លំដាប់3ខ្វែង3អញ្ចឹងចុចលេខ3ជួរដេក3ជួរឈរបាទហើយខ្ញុំបញ្ចូលបាទអញ្ចឹងខ្ញុំសុំបញ្ចូលទៅគឺមាន2បាទ3 0បាទដក1 2បាទ1បាទ2 0ហើយ5បាទនេះគឺរបស់យើងតមកទៀតខ្ញុំសូមចុច AC ហើយខ្ញុំសូមទៅចំណុច C មួយទៀតគឺខ្ញុំdeterminant នេះបើយើងគិតទៅលើ matrix វាលំដាប់4ខ្វែង4បាទអញ្ចឹងខ្ញុំចុចកន្លែង set up ដដែលហើយខ្ញុំចុចលេខ4ហើយខ្ញុំចូលដល់ matrix ចុចលេខ3គឺ matrix C បាទហើយអានេះចុចលេខ4ទៅបាទហើយខ្ញុំសូមបញ្ចូលបាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
1 2 បាទ0 1 2បាទ3 1 4 0ចុងក្រោយគេជួរដេកទី4របស់យើង1 2 0ហើយ5បាទអញ្ចឹងខ្ញុំសូមពិនិត្យមើលឡើងវិញបន្តិចបាទអញ្ចឹងមកយើងត្រឹមត្រូវហើយបន្តមកខ្ញុំចុច AC បន្តមកខ្ញុំចុច AC បាទហើយបន្តមកខ្ញុំចាប់ផ្ដើមហៅបាទហៅរបៀបហៅគឺយើងចុចកន្លែង option បាទហើយបន្តមកទៀតយើងចុចចុះមកក្រោមនេះបាទយើងទៅរកពាក្យថាលេខ2នេះគឺនេះពាក្យថា
determinant បាទមានន័យថា determinant បាទអញ្ចឹងខ្ញុំចុចកន្លែងលេខ2ទៅបាទអញ្ចឹងខ្ញុំចង់ចំណុច A របស់យើងគឺយើងគណនា matrix determinant លំដាប់2មិញហ្នឹងយើងតាំងដោយ matrix A បាទអញ្ចឹងខ្ញុំចុច option ដងទៀតហើយខ្ញុំចុចលេខ3បាទ matrix A ហើយបិទមុខចូលមកចុចស្មើបាទអញ្ចឹងចម្លើយរបស់យើងគឺស្មើទៅនឹងដក23បាទដក23បាទហើយតមកទៀត B បាទ B គឺ determinant លំដាប់3ខ្ញុំចុចកន្លែង option ដដែលហើយខ្ញុំចុចចុះមកក្រោមនេះហើយខ្ញុំយកលេខ2គឺ determinant ហ្នឹងបាទហើយខ្ញុំចុចកន្លែង option ហើយខ្ញុំចុច matrix B បាទហើយស្មើអញ្ចឹងគឺ determinant របស់យើងនេះគឺស្មើទៅនឹង41ចំនួនតែម្ដងហើយចំនួនចុងក្រោយរបស់យើងនេះគឺ determinant លំដាប់424បាទអញ្ចឹងយើងចុចកន្លែង AC នេះហើយចុចកន្លែង option យើងទៅរកពាក្យ determinant នេះគឺលេខ2ហើយយើងបញ្ចូលមិញយើងចំណុច C មិញយើងបញ្ចូលដោយ matrix C បាទអញ្ចឹងយើងចុចកន្លែង option ហើយយើងទៅហៅ matrix C យើងនេះគឺលេខ5បាទចុចលេខ5ទៅហើយបិទមុខចុចសញ្ញាស្មើទៅបាទអញ្ចឹងតម្លៃរបស់យើងគឺឃើញ16តែម្ដងបាទអញ្ចឹងលំហាត់របស់យើងគឺចប់ហើយបាទអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា